សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី2រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃបានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី2ដោយមានការអញ្ជើញចូលរួមពីអាយុធមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានកិច្ចប្រជុំអាយុធមឧត្តមសេនីយ៍ឯកវ៉ាន់ថងកងម៉ានីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងអាយុធមឧត្តមសេនីយ៍ឯកលឿងតាំងខ្វាងសមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានប្រព្រឹត្តទៅនាថ្ងៃទី30ខែមិថុនាឆ្នាំ2026នៅទីស្តីការក្រសួងមហាផ្ទៃអាយុធមអភិសន្តិបណ្ឌិតសសុខាបានចាត់ទុកវត្តមានដ៏ឧត្តមឧត្តមរបស់អាយុធមរដ្ឋមន្ត្រីទាំងពីរព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំនេះគឺស្ដែងឲ្យឃើញនៃការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង3ដែលត្រូវបានបន្តពូនជ្រុំអស់រយៈពេលជាច្រើនទសវត្សរ៍ហើយក៏ជាកម្លាំងជំរុញទឹកចិត្តយ៉ាងខ្លាំងក្លាក្នុងការបន្តរក្សានៅប្រពៃណីនៃទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងភាគីទាំង3ក្នុងបបផែនរួមនៃសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍសម្រាប់សង្គមជាតិនិងប្រជាជននៃប្រទេសទាំង3កម្ពុជាឡាវវៀតណាមអាយុធមអភិសន្តិបណ្ឌិតសសុខាអាយុធមឧត្តមសេនីយ៍ឯកវ៉ាន់ថងកងម៉ានីនិងអាយុធមឧត្តមសេនីយ៍ឯកលឿងតាមខ្វាងបានសម្ដែងការអបអរសាទរនិងគាំទ្រយ៉ាងពេញទំហឹងនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបកំពូលរវាងប្រមុខគណៈបកដឹកនាំរដ្ឋាភិបាលនិងជំនួបជាបន្តបន្ទាប់រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង3ក្នុងឆ្នាំ2025និង2026ដែលបានឯកភាពពង្រឹងពង្រីកនៅចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អសាមគ្គីភាពនិងការយោគយល់គ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិនិងប្រជាជននៃប្រទេសទាំង3ពាក់ព័ន្ធនឹងសភាពការសកលលោកនិងតំបន់អាយុធមអភិសន្តិបណ្ឌិតសសុខាអាយុធមឧត្តមសេនីយ៍ឯកវ៉ាន់ថងកងម៉ានីនិងអាយុធមឧត្តមសេនីយ៍ឯកលឿងតាំងខ្វាងបានធ្វើការចែករំលែកទស្សនៈលើទស្សនវិជ្ជារួមដែលជាឥទ្ធិពលមកលើស្ថានភាពទូទៅក្នុងប្រទេសទាំង3កម្ពុជាឡាវវៀតណាមទាំងលើទស្សនវិជ្ជាសេដ្ឋកិច្ចនយោបាយនិងសន្តិសុខជាពិសេសបញ្ហាសង្គ្រាមរវាងរុស្ស៊ីអ៊ុយក្រែននិងស្ថានភាពនៅមជ្ឈិមបូព៌ាដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខអតិផរណានិងកំណើនសេដ្ឋកិច្ចសកលក្នុងក្របខ័ណ្ឌការងារសន្តិសុខទូទៅផ្ទៃក្នុងប្រទេសរដ្ឋមន្ត្រីទាំង3ក៏បានធ្វើការកត់សម្គាល់និងបង្ហាញនូវក្តីបារម្ភរួមចំពោះការបន្តវិវត្តយ៉ាងស្មុគស្មាញនៅបទល្មើសគ្រឿងញៀនខុសច្បាប់អំពើជួញដូរមនុស្សនិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលរដ្ឋាភិបាលនៃប្រទេសទាំង3បាននឹងកំពុងបង្កើនកិច្ចសហការក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបផ្សារភ្ជាប់ជាមួយបទល្មើសចម្បងដែលបានកត់សម្គាល់នេះនិងក្នុងស្មារតីផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍ទៅវិញទៅមកតំណាងក្រសួងទាំង3ក៏បានធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗចំនួន3រួមមានស្ថានភាពនៃអំពើជួញដូរមនុស្សឆ្លងដែនការបង្ការនិងទប់ស្កាត់គ្រឿងញៀនខុសច្បាប់និងកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយគ្នានេះទោះបីស្ថិតក្នុងសភាពការប្រឈមផ្នែកសន្តិសុខបែបនេះក្តីភាគីទាំង3ក៏បានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង3ក្នុងឆ្នាំកន្លងមកក្នុងបេសកកម្មស្នូលនៃការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមបម្រើដល់ប្រយោជន៍រួមទៅវិញទៅមកនៃសុខសន្តិភាពស្ថិរភាពជាតិការអភិវឌ្ឍនិងភាពសុខដុមរមនាសម្រាប់សង្គមជាតិនិងប្រជាជននៃប្រទេសទាំង3កម្ពុជាឡាវវៀតណាមក្នុងឱកាសនៃកិច្ចប្រជុំនេះដើម្បីជំរុញអនុវត្តស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី2ឲ្យកាន់តែសកម្មនិងខ្លាំងក្លាថែមទៀតអង្គប្រជុំបានអនុម័តសេចក្តីប្រកាសរួមដែលគូបញ្ជាអំពីការបដិញ្ញាចិត្តទៅលើកិច្ចការសំខាន់ៗមួយចំនួនរួមមាន 1. ការពង្រឹងទំនុកចិត្តនយោបាយនិងការគោរពអធិបតេយ្យគ្នាទៅវិញទៅមកដើម្បីថែរក្សាសន្តិភាពប្រទេសទាំង3និងស្ថិរភាពតំបន់ព្រមទាំងសណ្ដាប់ធ្នាប់ក្នុងតំបន់ផ្អែកលើច្បាប់អធិបតេយ្យឯករាជ្យបូរណភាពទឹកដីនិងដោះស្រាយវិវាទដោយសន្តិវិធី 2. ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខនិងការឆ្លើយតបចំពោះការគំរាមកំហែងនានាដោយសហការគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ជាអាចអំពើភេរវកម្មអំពើជួញដូរមនុស្សគ្រឿងញៀនខុសច្បាប់អាវុធខុសច្បាប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានคล้ายៗអន្តោប្រវេសន៍ខុសច្បាប់និងបញ្ហាប្រឈមមិនមែនប្រពៃណីផ្សេងៗដូចជាជំងឺរាតត្បាតនិងគ្រោះធម្មជាតិជាដើមព្រមទាំងសហការផ្លាស់ប្តូរព័ត៌មានដើម្បីបង្ការទប់ស្កាត់សកម្មភាពបំផ្លិចបំផ្លាញសន្តិសុខប្រឆាំងបដិវត្តពណ៌និងការបំបែកបំបាក់សាមគ្គីភាពរវាងប្រទេសទាំង3
ការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍតាមព្រំដែនដោយសហការរក្សាព្រំដែនសន្តិភាពសម្ដៅអភិវឌ្ឍសហគមន៍និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៅតាមខេត្តជាប់ព្រំដែនស្របតាមច្បាប់ជាតិព្រមទាំងពង្រឹងយន្តការទំនាក់ទំនងគាំទ្រដល់ការកសាងសមត្ថភាពនិងការសម្របសម្រួលដល់មន្ត្រីជួរមុខនៅតាមព្រំដែនឲ្យបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព4ការពង្រឹងមិត្តភាពនិងផ្លាស់ប្តូរបទពិសោធន៍ដោយធ្វើការផ្លាស់ប្តូរទស្សនកិច្ចនិងការហ្វឹកហាត់បច្ចេកទេសដើម្បីពង្រឹងសមត្ថភាពនិងលើកកម្ពស់សាមគ្គីភាពតាមរយៈការរៀបចំកម្មវិធីវប្បធម៌កីឡាការបណ្ដុះបណ្ដាលនិងការសិក្សាស្រាវជ្រាវជាពិសេសក្នុងចំណោមយុវជននិងមន្ត្រីអនុវត្តច្បាប់បន្តវេនតាមការគ្រោងទុកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី3នឹងត្រូវប្រារព្ធធ្វើឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលក្រសួងសន្តិសុខសាធារណៈឡាវនឹងធ្វើជាម្ចាស់ផ្ទះនិងជាប្រធាននៃកិច្ចប្រជុំចាសសូមគោរពថ្លែងអំណរគុណនិងសូមអរគុណទីតមួយមេត្តាអបអរសាទរ